បងប្អូនអ្នកនៅក្នុងខេត្តតាកែវប្រហែលជាស្គាល់ភ្នំនេះហើយដែលភ្នំនេះគេហៅថាភ្នំចុងស្លឹកហើយអ្នកខ្លះទៀតក៏ហៅថាភ្នំទទេតែតាមពិតទៅមិនមែនជាភ្នំទទេទេគ្រាន់តែជាភ្នំមួយស្ថិតនៅខាងគៀនភ្នំទទេតែប៉ុណ្ណោះដែលភ្នំទទេគឺនៅម្ដុំហ្នឹងណាបងប្អូនអញ្ចឹងភាគច្រើនបងប្អូនទាំងអស់គ្នាតែងតែច្រឡំថាវាជាភ្នំទទេនឹងឯងដែលយើងឃើញថាទេសភាពនៅទីនេះពិតជាស្រស់ស្អាតមែនទែនដោយឃើញមានទឹកស្រដៀងនឹងភ្នំចំបាប់តែម្ដងដោយសារតែមានក្រុមហ៊ុនអាជ្ញាប័ណ្ណគាត់បានកាយថ្មយកទៅធ្វើអាជីវកម្មតែបងប្អូនកុំគិតអីផ្ទះផ្ដាសណាដោយសារតែការកាយថ្មនេះហើយបានជាផ្លូវនៅភូមិឃុំស្រុកហ្នឹងគឺមានការអភិវឌ្ឍអញ្ចឹងយើងកាយដើម្បីធ្វើផ្លូវប៊ូតុងធ្វើផ្លូវផ្សេងអភិវឌ្ឍផ្សេងទេណាបងប្អូនហើយបើសិនជាគេឈប់កាយថ្មពេលណាយើងអភិវឌ្ឍតំបន់នេះទៅដល់កន្លែងនេះនឹងក្លាយជាតំបន់ទេសចរណ៍មួយបែបប្លែកតែម្ដងដែលយើងមិនសូវដែលឃើញទេហើយនេះគឺជាភ្នំទទេដែលគេហៅថាវត្តភ្នំទទេហ្នឹងបងប្អូននៅគៀនហ្នឹងតែម្ដងគឺមានវត្តមានអីមានផ្លូវឡើងឲ្យបងប្អូនទៅទស្សនាលេងដោយសារតែនៅទីនេះគឺមានទេសភាពស្រស់ស្អាតមែនតើមានទឹកឡើងខៀវស្រងាត់តែម្ដងដោយសារតែទឹកដែលផុសចេញពីថ្មហ្នឹងមកគឺវាថ្លាបងប្អូនមើលឃើញដល់បាតគាត់ថាវាមិនថ្លាខ្លាំងដូចនៅភ្នំចំបាប់ទេណាហ្នឹងហើយទស្សនភាពទៀតសោតនៅទីនេះភ្នំទាំងអស់នេះយើងអាចថាមើលឃើញទៅជាបរិយាកាសប្លែកមកបែបទៀតដោយសារភ្នំនេះគឺយើងមើលទៅដូចដីសុទ្ធអញ្ចឹងឃើញយើងមើលពីលើទៅណាហើយភ្នំផ្សេងគឺមានដើមឈើមានអីអញ្ចឹងដោយសារតែគេកាយពីលើអស់ហើយនៅសល់តែថ្មទេហើយថ្មហ្នឹងដូចពណ៌ស្តៀងដីតែម្ដងបងប្អូនមើលនេះឃើញដូចដីឯងបាទផុសឡើងបែបប្លែកស្អាតមែនតើហើយទៀតសោតសម្រាប់ផ្លូវចូលវិញក៏មិនពិបាកប្រហែលដែរបងប្អូនក៏ដោយសារមានផ្លូវកស៊ូផ្លូវប៊ូតុងណាតែគ្រាន់តែថាផ្លូវចូលក្នុងហ្នឹងមិនតិចរៀងផ្លូវដីហ្នឹងហើយកលុកបន្តិចទេវាថាស្រួលជាងនៅភ្នំចំបាប់ហើយអត់ពិបាករកទេបងប្អូនមើលទៅផែនទីទៅបាទដាក់ភ្នំទទីទៅចេញមកហើយបងប្អូនទាំងអស់គ្នាហ្នឹងហើយវីដេអូអេដមីនមានតែប៉ុណ្្នឹងទេចែករំលែកឲ្យបងប្អូនទាំងអស់គ្នាទស្សនាទេហើយកុំគិតអីផ្ទះផ្ដាស់ព្រោះយើងត្រូវកាយខ្លះដើម្បីយកថ្មយកទៅអភិវឌ្ឍអីផ្សេងអញ្ចឹងណាអរគុណបងប្អូនទាំងអស់គ្នា